ថាបើបរិជាលោកកាន់ព្រហ្មញ្ញសាសនាពួកអាមាត្យនាម៉ឺនសពមុខមន្ត្រីប្រជារាស្ត្រកាន់ពុទ្ធសាសនាតែពេលខ្លះបរិជាកាន់ពុទ្ធសាសនានឹងតឹងរឹងមែនតែនដូចជាសម័យមហានគរព្រះបាទជ័យវរ្ម័នទី7ព្រះអង្គជាពុទ្ធសាសនិកជាអគ្គពុទ្ធសាសនូបត្ថម្ភព្រះអង្គជ្រះថ្លាកាន់ពុទ្ធសាសនាហើយមិនមែនត្រឹមតែកាន់ធម្មតាទេព្រះអង្គបានឧទ្ទិសខ្លួនរបស់ព្រះអង្គនឹងទៅជាព្រះពោធិសត្វជាអ្នកដែលត្រូវកសាងបារមីដើម្បីឲ្យបានត្រាស់ជាពុទ្ធអញ្ចឹងហើយបាននៅក្នុងទីក្រុងអង្គរធំព្រះអង្គឲ្យពពួកវិស្វករពពួកជាងហ្នឹងឆ្លាក់នៅរូបព្រំដែលមានព្រះភ័ក្ត្របែរមុខទៅរកទិសទាំង4យើងហៅថាព្រំមុខ4ណាញាតិញោមឆ្លងស្ពានជ្រោយចង្វាទៅឃើញណានៅគល់ស្ពានត្រើយខាងកើតសាលារាជធានីឆ្លាក់រូបព្រំតំណាងឲ្យព្រហ្មវិហារធម៌ទាំង4អាត្មានៅពីក្មេងជាឆ្ងល់ព្រះនេះមានមុខ4ហើយសម្រាប់យ៉ាងម៉េចទៅយប់ឡើងសម្រាប់ដេកយ៉ាងម៉េចទៅបើមុខដល់ទៅ4អញ្ចឹងហើយពេលទទួលទានបាយម្ដងប្រហែលស្លាបព្រា4ដែរមើលទៅបាយ4ចានដែរណាបានចាស់ទុំលោកគ្រូអ្នកគ្រូនឹងបញ្យល់ថារូបទាំង4បែរមុខទៅរកទិសទាំង4គឺតំណាងឲ្យធម៌4គឺព្រហ្មវិហារធម៌ណាព្រហ្មវិហារធម៌4ញាតិញោមមានមេត្តាធម៌ករុណាធម៌មុទិតាធម៌និងឧបេក្ខាធម៌និងមុខទាំង4ព្រះភ័ក្ត្រទាំង4របស់មហាព្រហ្មហ្នឹងគឺតំណាងឲ្យធម៌មួយនេះឯងចម្រើនពរព្រះរាជាព្រះបាទជ័យវរ្ម័នទី7ព្រះអង្គបានយកព្រហ្មវិហារធម៌ហើយនឹងទស្សពិតរាជធម៌ធ្វើជានយោបាយគ្រប់គ្រងប្រទេសដឹកនាំប្រទេសសម័យមហានគរដើម្បីពង្រួមទឹកដីពង្រួមជាតិគ្រប់និន្នាការសាសនាទាំងអស់ទាំងពុទ្ធសាសនាទាំងព្រហ្មញ្ញសាសនាហើយនឹងសាសនាដតីនៅក្នុងបរិយាអាណាចក្រខ្មែរទាំងមូលហ្នឹងឲ្យរួបរวมសាមគ្គីគ្នាក្រោមមលុបព្រះបារមីរបស់ព្រះរាជាគឺព្រហ្មវិហារធម៌ទាំង4ហ្នឹងព្រះអង្គដឹកនាំប្រទេសគ្រប់គ្រងប្រទេសប្រកបដោយទស្សពិតរាជធម៌នៅក្នុងចំណារបស់ព្រះរាជាព្រះអង្គបានព្រះហស្ថលេខាព្រះអង្គបានព្រះចំណានៅលើសិលាចារឹកថាសេចក្តីទុក្ខរបស់ប្រជារាស្ត្រគឺជាសេចក្តីទុក្ខរបស់ព្រះអង្គផ្ទាល់មានន័យថាព្រះអង្គចាត់ទុក្ខសេចក្តីទុក្ខលំបាកសេចក្តីទុក្ខសោករបស់ប្រជារាស្ត្រគឺជាសេចក្តីទុក្ខសោករបស់ព្រះរាជាគឺជាសេចក្តីទុក្ខសោករបស់ព្រះអង្គនេះជាតួទឹកចិត្តករុណារបស់ព្រះរាជាក្នុងចំណោមព្រហ្មវិហារធម៌ទាំង4ណាគឺជាតួករុណាធម៌ដោយឪពុកម្ដាយពេលដែលឃើញកូនមានសេចក្តីទុក្ខឪពុកម្ដាយនឹងមិនសប្បាយចិត្តទេពិបាកចិត្តណានឹងជាតួទឹកចិត្តករុណារបស់ឪពុកម្ដាយចម្រើនពរគ្រប់និន្នាការសាសនាទាំងអស់ទោះបីយើងកាន់សាសនាណាក៏ដោយប៉ុន្តែត្រូវតែមានមេត្តាធម៌ត្រូវតែមានសេចក្តីស្រឡាញ់រាប់អានគ្នាទៅវិញទៅមកជាភេទរភាពជាបងប្អូនកុំប្រើអំពើហិង្សាដាក់គ្នាទៅវិញទៅមកកុំឆ្លោះប្រកែកទាស់តែងគ្នាកុំព្យាបាទបៀតបៀនគ្នានឹងតួមេត្តាទឹកចិត្តមេត្តាធម៌ចម្រើនពររឿងសាសនាជារឿងមួយដោយឡែកយើងចង់កាន់សាសនាអីកាន់ទៅសាសនាទាំងឡាយទាំងពួងកខកខងប៉ុន្តែត្រូវមានដួងចិត្តករុណាត្រូវមានទឹកចិត្តករុណាមួយស្រឡាញ់រាប់អានគ្នាកុំរើសអើងណាមិនរើសអើងនឹងទឹកចិត្តមេត្តាចម្រើនពរមិនប្រកាន់រើសអើងមិនប្រើនៅអំពើហិង្សាដាក់គ្នារាប់អានគ្នាទៅវិញទៅមកក្នុងនាមជាបងប្អូនជាជាតិសាសន៍
តែមួយដូចគ្នាជាមនុស្សជាតិដូចគ្នាចម្រើនពរចំណុចទី2គឺករុណាធម៌មានការអាណិតអាសូរគ្នាទៅវិញទៅមកនៅពេលដែលអ្នកណាមួយមានសេចក្តីទុក្ខណាមានសេចក្តីទុក្ខដូចជាមានគ្រោះអគ្គីភ័យកើតឡើងមានរឿងរ៉ាវអីត្រូវចេះជួយសង្គ្រោះគ្នាចេះជួយយកអាសាគ្នាទៅវិញទៅមកដោយពាក្យខ្មែរយើងថាម៉េចថាអ្នកមានរក្សាខ្សត់ដោយសម្ពុតពាត់ពីក្រៅអ្នកប្រាជ្ញរក្សាខ្លៅដោយសំពៅនៅសំប៉ានញាតិញោមអ្នកមានជួយអ្នកអត់មិនមែនយើងអ្នកមានទៅកអើតកតោមពើងទ្រូងប្រមាថមើលងាយអ្នកក្រអត់ទេជួយសង្គ្រោះណាជួយយកអាសាអ្នកក្រីក្រទៅតាមលទ្ធភាពទៅតាមធនធានដែលយើងអាចធ្វើបានអ្នកចេះត្រូវជួយដល់អ្នកល្ងងមិនមែនយើងអ្នកប្រាជ្ញអ្នកចេះដឹងទៅមើលងាយទៅប្រមាថអ្នកល្ងងអត់ទេត្រូវជួយអប់រំជួយបង្ហាត់បង្រៀនអ្នកដែលមិនចេះហ្នឹងហើយអ្នកប្រាជ្ញរក្សាខ្លៅដោយសំពៅនៅសំប៉ានដោយសំពៅនឹងសំប៉ានទូកតូចនៅពេលដែលសំពៅវាដឹកទំនិញមកវាអត់អាចចូលមកគៀកនឹងច្រាំងបានព្រោះសំពៅវាធំវាគឿងអញ្ចឹងដើម្បីដឹកទំនិញបណ្ដោះចេញពីសំប៉ានមានតែពឹងអាទូកតូចហ្នឹងអាទូកតូចហ្នឹងទៅដឹកទំនិញយកមកបណ្ដោះណាយកមកដាក់នៅលើច្រាំងត្រូវមានការពឹងពាក់ប្រស្រ័យតាក់ទងគ្នាទៅវិញទៅមកជួយយកអាសាគ្នានេះជាទឹកចិត្តករុណាធម៌ដែលព្រះរាជាលោកប្រើនៅទ្រឹស្ដីពុទ្ធសាសនាហៅថាពុទ្ធរាជកាលពីមុនព្រះបាទសូរ្យាវរ្ម័នលោកគោរពព្រហ្មញ្ញសាសនាលោកឧទ្ទិសខ្លួនរបស់ព្រះអង្គទៅជាទេវរាជធ្វើពិធីអភិសេកនៅលើភ្នំគូលែនអភិសេកខ្លួនព្រះអង្គទៅជាតំណាងអតិទេពហៅថាព្រះសម្មាទិទេពតំណាងព្រះអាទិទេពមកត្រួតត្រាដឹកនាំប្រទេសប៉ុន្តែដល់ព្រះរាជាព្រះបាទជ័យវរ្ម័នទី7ព្រះអង្គជាពុទ្ធសាសនិកព្រះអង្គកាន់ពុទ្ធសាសនាព្រះអង្គបដូរអំពីលទ្ធិទេវរាជមកជាលទ្ធិពុទ្ធរាជវិញលទ្ធិពុទ្ធរាជគឺប្រតិបត្តិតាមគោលព្រហ្មវិហារធម៌និងទស្សពិតរាជធម៌ហើយចំណុចទី3គឺមុទិតាធម៌មុទិតាធម៌មានន័យថាការមិនច្រណែនឈ្នានេះគ្នាទៅវិញទៅមកឃើញគេបានសេចក្តីសុខឃើញអ្នកចិត្តខាងបានសេចក្តីសុខរស់ជួបជុំក្រុមគ្រួសាររកស៊ីមានបានយើងមិនច្រណែនឈ្នានេះទេមានតែការជួយត្រេកអរចំពោះអ្នកដទៃដែលបានសេចក្តីសុខដូចជាឪពុកម្ដាយនៅពេលដែលឃើញកូនបានសេចក្តីសុខរស់ជួបជុំក្រុមគ្រួសារធ្វើការរកស៊ីបានចម្រុងចម្រើនឪពុកម្ដាយមិនដែលច្រណែននឹងកូនទេមែនទេញាតិញោមមានឪពុកម្ដាយណាច្រណែននឹងកូនទេកូននេះរកស៊ីមានបានរៀនបានថ្នាក់ខ្ពស់ជាងឯងជាឪម៉ែទៀតណាច្រណែនអត់ទេទឹកចិត្តឪពុកម្ដាយមិនចេះច្រណែននឹងកូនមិនដែលច្រណែននឹងកូនទេមានតែបន់ឲ្យកូនបានសុខចង់ឲ្យកូនបានសុខនឹងជាទឹកចិត្តមុទិតាធម៌ការមិនច្រណែនឈ្នានេះគ្នាទៅវិញទៅមកអាការច្រណែនឈ្នានេះគ្នានឹងក៏នាំឲ្យយើងមានចំនួនបែកបាក់មានអំពើហិង្សាកើតឡើងដែរចម្រើនពរហើយចំណុចទី4គឺឧបេក្ខាធម៌ឧបេក្ខាធម៌បានដល់ការប្រព្រឹត្តជាកណ្ដាលមិនលំអៀងទៅដោយអកតេធម៌ទាំង4បើសិនបើក្នុងនាមជាឪពុកម្ដាយត្រូវតាំងចិត្តជាកណ្ដាលមិនស្រឡាញ់កូនណាស្អប់កូនណាទេកូនទាំងអស់កូនប្រមាណអ្នកសុទ្ធតែជាសាច់ឈាមរបស់ឪពុកម្ដាយអញ្ចឹងឪពុកម្ដាយអត់មានស្អប់ខ្ពើមកូនណាស្រឡាញ់កូនណាជាងកូនណាទេគឺស្រឡាញ់ដូចគ្នាស្មើគ្នាកូនទាំងអស់អញ្ចឹងព្រះរាជាលោកក៏ប្រកាន់នៅគោលឧបេក្ខាធម៌នឹងដែរលោកមិនលំអៀងទៅដោយអកតេធម៌ទេ
លោកមានបតីមេត្តាករុណាមុទិតាអញ្ចឹងមានការសន្តោសមានការអនុគ្រោះអញ្ចឹងប៉ុន្តែបើសិនបើមានអ្នកណាមួយប្រព្រឹត្តខុសអានឹងត្រូវអនុវត្តទៅតាមច្បាប់គេនិយាយថាសាសនាមានវិន័យប្រទេសមានច្បាប់ប្រទេសមានច្បាប់សាសនាមានវិន័យអូបើអត់មានច្បាប់ងាប់ហើយញាតិញោមយើងមានច្បាប់ប៉ុណ្ណឹងផងគង់មនុស្សមិនខ្លាចច្បាប់ហើយបើសិនបើអត់មានច្បាប់ទៀតអាហ្នឹងគឺពិបាកអញ្ចឹងឧបេក្ខាធម៌ហ្នឹងគឺតំណាងឲ្យប្រព័ន្ធច្បាប់ប្រព័ន្ធយុត្តិធម៌ណាព្រះអង្គគ្រប់គ្រងប្រទេសទោះបីព្រះអង្គមានទឹកចិត្តមេត្តាករុណាសន្តោសទៅដល់ប្រជារាស្ត្រអញ្ចឹងក៏ពិតមែនហើយប៉ុន្តែប្រសិនបើមានបុគ្គលណាមួយប្រព្រឹត្តខុសទោះបីសមាជិកព្រះរាជវង្សានុវង្សក៏ត្រូវតែមានទោសដូចប្រជារាស្ត្រទូទៅចឹងដែរចម្រើនពរប្រកាន់នៅគោលយុត្តិធម៌ប្រកាន់នៅគោលការណ៍យុត្តិធម៌មិនលំអៀងទៅដោយអកតេធម៌កាលណាចិត្តរបស់យើងប្រកបទៅដោយព្រហ្មវិហារធម៌អញ្ចឹងហើយចិត្តរបស់យើងនឹងបានត្រជាក់ចិត្តយើងនឹងបានស្ងប់សុខពីព្រោះព្រហ្មវិហារធម៌នេះជាមលុបដល់ត្រជាក់របស់ចិត្តញាតិញោមណាព្រហ្មវិហារធម៌មានន័យថាធម៌ជាទីនៅនៃពួកព្រហ្មឬធម៌ជាលំនៅជាជំរកនៃចិត្តដ៏ប្រសើរកាលណាចិត្តរបស់យើងមានព្រហ្មវិហារធម៌មានមេត្តាមានករុណាមានមុទិតាមានឧបេក្ខាចិត្តរបស់យើងនឹងបានត្រជាក់បានស្ងប់សុខមិនថាស្ត្រីមិនថាបុរសមិនថាក្រហមបព្វជិតទេធម៌ទាំង4ហ្នឹងជាធម្មជាតិអាចមាននៅក្នុងចិត្តរបស់យើងគ្រប់គ្នាកាលណាបើយើងមានធម៌ទាំងអស់ហ្នឹងហើយយើងនឹងបានសេចក្តីសុខធម្មោហវេរខតេធម្មចារឹងធម៌រមែងរក្សាបុគ្គលអ្នកគោរពប្រតិបត្តិធម៌ឲ្យបានសេចក្តីសុខកាលណាយើងមានធម៌នៅក្នុងខ្លួនយើងគោរពប្រតិបត្តិធម៌ធម៌នឹងរក្សាយើងឲ្យបានសេចក្តីសុខណាចម្រើនពរមនុស្សយើងដកតែធម៌ចេញទៅមិនខុសអីពីសត្វទេញាតិញោមមនុស្សយើងទាំងស្ត្រីទាំងបុរសកុហកបព្វជិតដកតែធម៌នឹងចេញគឺដូចគ្នានឹងសត្វអត់មានអីខុសគ្នាទេអាចសាហាវជាងសត្វទៀតព្រោះសត្វវាស៊ីតែមកពោះរស់តែមកខ្លួនតែមកកែវាតែមនុស្សយើងមិនបានទេមហិច្ឆតាកាពះតូចមួយប៉ុន្តែតណ្ហាធំរកផែនដីដាក់មិនបានទេចម្រើនពរអញ្ចឹងត្រូវមានធម៌ហ្នឹងគឺធម៌អីគឺធម៌មេត្តាធម៌ករុណាហ្នឹងកាលណាយើងបាត់ធម៌ហ្នឹងហើយឆ្លោះគ្នាញាតិញោមដែលឃើញមនុស្សឆ្លោះគ្នាបើកបរតាមផ្លូវលើទ្រូងផ្លូវលើដងផ្លូវហ្នឹងប៉ះពៀតង្គិចគ្នាអីបន្តិចបន្តួចនៅពេលដែលយើងអត់មានធម៌មេត្តាករុណានៅក្នុងខ្លួនចុះមកប្រើហិង្សាដាក់គ្នាពេលខ្លះគាត់នៅប្រចាំងភ្លើងដាក់គ្នាអាភ្លើងហ្វាឡាហ្នឹងគាត់នៅប្រចាំងដាក់មុខគ្នាបន្តិចហ្នឹងក៏ឆ្លោះគ្នាប្រើហិង្សាដាក់គ្នាដែរដោយសារបាត់បង់នៅធម៌ហ្នឹងចម្រើនពរអញ្ចឹងយើងត្រូវមានធម៌ទាំងអស់គ្នាធម៌ហ្នឹងមិនមែនធម៌យ៉ាងកាញ់ជ្រួចទឹកទេគឺធម៌មេត្តាករុណាកាលណាមនុស្សមានធម៌នៅក្នុងខ្លួនមនុស្សនឹងបានសេចក្តីសុខសុខចេញពីក្នុងចិត្តមកសេចក្តីសុខហ្នឹងអត់មានទេវតាប្រអិនប្រព្រំណាទម្លាក់មកឲ្យយើងឯងគឺយើងបណ្ដោះដោយខ្លួនឯងបណ្ដោះពូជសេចក្តីសុខដោយខ្លួនឯងបណ្ដោះចេញពីក្នុងបេះដូងពីក្នុងចិត្តរបស់យើងគឺបណ្ដោះនៅពូជមេត្តាករុណានៅក្នុងចិត្តនៅក្នុងបេះដូងរបស់យើងនឹងឯងអញ្ចឹងហើយបាននៅក្នុងក្បួនមហាសង្ក្រាន្តកបិលមហាព្រំញាតិញោមមើលកបិលមហាព្រំមិនមុខ4ដែរហើយកបិលមហាព្រំបើតាមលទ្ធិព្រហ្មញ្ញសាសនាគេគោរពគោរពមែនតែនលទ្ធិព្រាហ្មណ៍គោរពព្រះព្រហ្មនឹងព្រះព្រហ្មបង្កើតមេឃដីបង្កើតទឹកបង្កើតមនុស្សសត្វរុក្ខជាតិព្រៃភ្នំស្ទឹងបឹងបួទន្លេសមុទ្ររលកស៊ូណាមីផ្ទុះភ្នំភ្លើងឯងសត្វតែព្រះព្រហ្មបង្កើតទាំងអស់
បង្កើតមេឃបង្កើតដីបង្កើតព្រៃព្រឹក្សាប៉ុន្តែខ្មែរយើងកាត់កកព្រំហ្មងញាតិញោមឃើញខ្មែរយើងកាត់កកព្រំហ៎បើតាមលទ្ធិព្រាហ្មណ៍អូព្រះព្រំមានអំណាចណាស់ញាតិញោមអញ្ចឹងហើយបានខ្មែរយើងថាម៉េចថាកុំតវ៉ានឹងព្រំលិខិតតែម៉េចអាត្មាលើសូរគេនិយាយកុំប្រឆាំងនឹងព្រេងវាសនាកុំតវ៉ានឹងព្រំលិខិតបើព្រះព្រំនឹងលិខិតមកយ៉ាងម៉េចឲ្យញោមធ្វើជាអ្នកធាក់ស៊ីក្លូមកជីវិតនឹងទៅកុំតវ៉ានឹងព្រះព្រំបើព្រំនឹងលិខិតមកឲ្យដើរសុំទានគេរហូតចឹងទៅកុំតវ៉ានឹងព្រំលិខិតអត់បានទេប៉ុន្តែខ្មែរយើងខ្លាំងអីក៏ដោយកាត់កកហ្មងណាកាត់កកប៉ុន្តែកាត់កកឲ្យលើកបន្តិចវិញញាតិញោមកាត់កកឲ្យយកជើងពៀនទៅត្រហើយឲ្យបុត្រីទាំង7ហ្នឹងដង្ហែបតៈសិនជុំវិញរួចហើយយកទៅតម្កល់នៅក្នុងគុហាកែវអាហ្នឹងគាត់តែជារឿងព្រេងកថាហើយរទេវកថាទៅតាមលទ្ធិព្រហ្មនិយមព្រាហ្មណ៍និយមប៉ុន្តែបើតាមលទ្ធិពុទ្ធសាសនាវិញព្រះព្រហ្មហ្នឹងគឺតំណាងឲ្យព្រហ្មវិហារធម៌ទាំង4ហ្នឹងហើយញាតិញោមណាធម៌ជាទីនៅនៃពួកព្រហ្មឬធម៌ជាលំនៅនៃចិត្តដ៏ប្រសើរជាជំរកនៃចិត្តដ៏ប្រសើរនៅក្នុងរឿងព្រេងទេវកថាហ្នឹងថាបានជាព្រះព្រហ្មឲ្យយកជើងពៀនមាសយកមកត្រដង្ហែសិរសាមហាព្រហ្មហ្នឹងពីព្រោះប្រកេះរបស់ព្រះព្រហ្មសិរសារបស់ព្រះព្រហ្មហ្នឹងមានអំណាចមានដៃជះខ្លាំងណាស់បើបោះចោលទៅលើផែនដីដាក់ចុះទៅលើផែនដីនឹងត្រូវក្តៅដូចយើងផ្ទុះភ្នំភ្លើងអញ្ចឹងឆេះស្លាប់រុក្ខជាតិដំណាំមនុស្សសត្វអីគឺក្តៅកាហាយបើបោះចោលទៅមហាសមុទ្រទៅក្នុងទឹកសមុទ្ររីងទឹកសមុទ្រទៀតមែនទេញាតិញោមណាបើបោះទៅលើទៅក្នុងមេឃទៅកណ្ដាលអាកាសនឹងត្រូវរាំងភ្លៀងអស់ចាណាខ្លាំងណាព្រំដាច់កកប៉ុណ្ណឹងនៅតែខ្លាំងទៀតញាតិញោមប៉ុន្តែនេះជាន័យនៅក្នុងរឿងព្រេងបើតាមន័យនៅក្នុងពុទ្ធសាសនាកាលណាបើមនុស្សបាត់បង់ធัวមនុស្សលែងគោរពប្រតិបត្តិធัวលែងមានព្រហ្មវិហារធัวហើយញាតិញោមឪពុកម្ដាយលែងមានព្រហ្មវិហារធัวទៅលើកូនលែងមានធัวកតញ្ញូមកលើឪពុកម្ដាយប្រជារាស្ត្រទូទៅបាត់បង់នៅព្រហ្មវិហារធัวបាត់បង់នៅធัวមេត្តាករុណានឹងកើតមាននៅអំពើហិង្សាការកាប់សម្លាប់បង្ហូរឈាមគ្នាងាប់ហើយឈាមដាពោះតម្រៃឈាមដូចទឹកស្ទឹងទឹកទលេឆ្អឹងនឹងคลายទៅជាភ្នំដោយសារតែមនុស្សបាត់បង់នៅធัวមេត្តាករុណានឹងឯងអញ្ចឹងតាមន័យពុទ្ធសាសនាគឺធัวហ្នឹងញាតិញោមធម្មោហវេរខតិធម្មចារឹងធัวនឹងរក្សាបុគ្គលអ្នកគោរពប្រតិបត្តិធัวឲ្យបានសេចក្តីសុខវាដូចគ្នានឹងឆេះខ្លោចផែនដីដូចគ្នានឹងរីងទឹកមហាសមុទ្រដូចគ្នានឹងរាំងភ្លៀងចឹងដែរវាក្តៅក្រហាយដោយសារតែមនុស្សបាត់ធัวហើយដល់យើងមានធัวមេត្តាករុណាទាំងអស់គ្នាទៅញាតិញោមឃើញយើងមានសេចក្តីសុខទេចម្រើនពរមិនកាប់សម្លាប់គ្នាណាពរមិនប្រើអំពើហិង្សាដាក់គ្នាមិនលួចប្លន់ទ្រព្យសម្បត្តិគ្នាទៅវិញទៅមកមិនកាប់កេងរកស៊ីធ្វើការប្រកបមុខរបរជួញដូរទៅតាមផ្លូវសុចរិតតាមផ្លូវសមាអាជីវោមិនប្រព្រឹត្តខុសនៅក្នុងផ្លូវកាមមិនទៅចាប់កូនចាប់ប្រពន្ធគេមិនទៅនិយាយភូតភរកុហកបោកប្រាស់គេមិនសែបគ្រឿងញៀនមិនផឹកទឹកស្វឹងមិនសែបគ្រឿងញៀនឃើញមនុស្សយើងបានសេចក្តីសុខទេញាតិញោមបានសេចក្តីសុខទេចម្រើនពរដោយសារធម៌ហ្នឹងហើយដោយសារធម៌មេត្តាធម៌ករុណាមុទិតានិងឧបេក្ខាធម៌ហ្នឹងហើយតែបាត់បង់ធម៌ដឹងតែមានសេចក្តីទុក្ខហ្មងសេរី3ប្រការពេលព្រឹកសេរីនៅណាញាតិញោមសេរីនៅមុខ
ខ្មែរយើងមុខណាមុខគឺសំដៅយកមុខហ្នឹងតែបល័យមុខខៈហ្នឹងពេលតែមាត់តានេះអាមាត់យើងនេះណាពេលព្រឹកសេរីសួស្ដីនៅនឹងមុខនឹងមាត់ហ្នឹងហើយអញ្ចឹងហើយបានមនុស្សយើងក្រោកពីទំនេរព្រលឹមឡើងមុននឹងទៅធ្វើការប្រកបមុខរបរយើងត្រូវចូលបន្ទប់ទឹកងូតទឹកដោះថ្មិញសម្អាតសុខភាពមាត់ថ្មិញឲ្យបានល្អដើម្បីចេញទៅឲ្យមានសេរីសួស្ដីមិនអញ្ចឹងហ៎ញាតិញោមហើយពេលថ្ងៃត្រង់យើងធ្វើការបែកញើសហូរញើសវាក្តៅអញ្ចឹងត្រូវតែយកទឹកមកលាបសាឡាបដើមទ្រូងឲ្យវាត្រជាក់ងូតទឹកឲ្យវាត្រជាក់ហើយពេលយប់សេរីសួស្ដីនៅនឹងជើងនេះគឺតំណាងឲ្យសកម្មភាពយើងធ្វើការនឿយហត់អស់កម្លាំងមុននឹងចូលសម្រាកចូលសម្រានត្រូវដងទឹកយកមកលាងជើងឲ្យស្អាតហើយខ្មែរយើងពីដើមពេលចូលទំនេរត្រូវដងទឹកយកមកដាក់ចុងជើងមានបរិយមលូស្លានៅនឹងចុងជើងនឹងឯងញាតិញោមទំនៀមខ្មែរយើងណាដងទឹកយកមកដាក់ចុងជើងកុំឲ្យយប់ប្រលប់ឡើងស្រេកអីចឹងទៅពិបាកដើររាវរណាបរិយមលូស្លាអីនៅអែបខ្លួននឹងឯងហ្នឹងគឺដើម្បីឲ្យបានសេរីសួស្ដីអាហ្នឹងន័យត្រង់ហៅថាអត្ថានុរូបន័យត្រង់ចុះន័យប្រៀបធៀបន័យតាមពុទ្ធសាសនាយើងវិញសេរីសួស្ដីនៅនឹងមុខនៅនឹងមាត់មុខមាត់នេះគឺតំណាងឲ្យពាក្យសម្ដីមនុស្សយកសម្ដីតម្រៃយកភ្លុកមិនចឹងណាញាតិញោមមនុស្សយើងគេយកសម្ដីជាឯកលេខជាតោមុននឹងនិយាយស្ដីចរចាប្រស្រ័យតាក់ទងគ្នានៅក្នុងផ្លូវឯកជនក្តីផ្លូវរដ្ឋក្តីការដែលយើងប្រើប្រាស់ពាក្យសម្ដីហ្នឹងត្រូវកុំនិយាយពាក្យកុហកបើទោះបីជាយើងលុបមុខលុបមាត់ដោះថ្មិញស្អាតប៉ុណ្ណាក៏ដោយបើយើងទៅនិយាយកុហកគេទៅជេរបចោគេបានសេរីសួស្ដីទេញាតិញោមជាពិសេសញាតិញោមអ្នករស់ស៊ីលក់ដូរព្រលឹមឡើងម៉ាក់កាយេស្អាតដោះថ្មិញអស់ថ្នាំដោះថ្មិញមួយដបស្អាតខ្ពុលមាត់ទៅដោយទឹកខ្ពុលមាត់នឹងអស់មួយដបទៀតប៉ុន្តែយើងចេញទៅនិយាយភូតផកុហកគេជេរបចោគេបានសេរីសួស្ដីទេញាតិញោមអត់បានទេអញ្ចឹងតាមន័យពធជាអដ្ឋបដិរូបដើម្បីឲ្យមានសេរីសួស្ដីតាមផ្នែកផ្លូវសម្ដីដោះថ្មិញចុះសម្អាតសុខភាពទៅតាមក្បួនអនាម័យចុះប៉ុន្តែកុំនិយាយភូតផកុហកបោកប្រាស់គ្នានិយាយពាក្យពិតទៀងត្រង់ណាហ្នឹងញាតិញោមឃើញល្អហ៎ចម្រើនពរល្អប្រទេសខ្មែរយើងអាត្មាថាមានសំណាងមែនតែនជាប្រទេសដ៏សមគួរជាបដិរូបប្រទេសសវាស័កអ្នកញាតិញោមទាំងអស់គ្នាហ្នឹងទាំងស្ត្រីទាំងបុរសដែលបានរស់នៅលើទឹកដីខ្មែរកើតនៅលើទឹកដីខ្មែរនេះជាមហាលាភសំណាងដោយសារអីដោយសារមានពុទ្ធសាសនាមានពាក្យព្រានប្រដៅរបស់ព្រះសម្មាសម្ពុទ្ធទុកដូចជាមាសទុកដូចជាពេជ្រប៉ុន្តែខ្លាចក្រែងតែយើងដូចសំទោសញាតិញោមមានសัตว์មួយប្រភេទនោះបើយើងបាចអង្គបាចតកៅដួងទៅវាស្ទុះឲ្យបញ្ញាយមកដណ្ដើមគ្នាចឹកណាតែបើយើងបាចក្របមាសទៅវាឆ្កឹះកវត្តចោលញាតិញោមស្គាល់ទេណាប្រយ័ត្នណាចាត់ថាជាលៀបសំណាងមួយញាតិញោមណាមានពាក្យពេចន៍ព្រានប្រដៅរបស់ព្រះសម្មាសម្ពុទ្ធទុកដូចជាមាសទុកដូចជាពេជ្រទុកដូចជាឱសថទឹកប៉ុន្តែបើយើងមានឱសថហើយមានថ្នាំទឹកហើយនៅតែឈឺក្អកអង្ខេះអានឹងមកពីយើងអត់បានយកថ្នាំមកលេបយើងទុកតែក្នុងទូចាក់សោដាក់តែលើហឹងអុជធូបបន់ហ្នឹងញាតិញោមព្រោះណែធម៌របស់ព្រះអង្គនេះដូចជាឱសថដែរធម្មោឱសថោដើម្បីឲ្យបានសេរីសួស្ដីណាកុំនិយាយពាក្យកុហកបោកប្រាស់កុំនិយាយពាក្យញុះញង់បំបែកបំបាក់គ្នាទៅវិញទៅមកញាតិញោមពេលដែលយើងប្រើពាក្យសម្ដីស្ដីចរចាប្រស្រ័យតាក់ទងគ្នា
កុំនិយាយពាក្យកុហកកុំនិយាយពាក្យញុះញង់កុំនិយាយពាក្យចាក់រុកឆ្កឹះឆ្កៀលឲ្យគេបែកបាក់ណាកុំនិយាយពាក្យត្រគោះបោះបោកកុំជេរបតិចផ្ដាសាកុំនិយាយពាក្យអត់ប្រយោជន៍ហ្នឹងឯងសេរីសួស្តីតាមផ្លូវសម្ដីហើយលុបមុខលុបអីទៅតាមក្បួនអនាម័យចុះប៉ុន្តែត្រូវប្រកាន់នៅវគ្គជ័យសុចរិតទាំង4នឹងឯងនឹងបាននៅសេចក្តីសុខសេចក្តីចម្រើនសេរីសួស្តីក្នុងជីវិតរបស់យើងនឹងញាតិញោមក្រោកព្រលឹមឡើងនិយាយស្តីចរចាទៅកាន់ភរិយាស្វាមីទៅកាន់កូនប្រុសកូនស្រីប្រកបដោយពាក្យសុផុនសុភាពរៀបទៀបទុនភ្លុនផ្អែមល្ហែមទោះបីបាយនិងទឹកស្អ៊ីវនិងឆៃពៅក៏ឆ្ងាញ់ដែរញាតិញោមព្រោះពាក្យសម្ដីវាផ្អែមហ្មងទុនភ្លុនពីរោះពីសាររគ្នាហើយបើមកហូបសិតតែសាច់មាន់សាច់ទាប៉ុន្តែសម្ដីគេហៅខាងអាត្មាគេថាសម្ដីដូចជះអីទាំងកថោណាញោមមិនពីរោះទេចម្រើនពរនឹងគឺសេរីសួស្តីពេលព្រឹកសេរីសួស្តីពេលថ្ងៃត្រង់ដែលយើងយកទឹកមកលាបស្រឡាបដើមទ្រូងនៅក្នុងដើមទ្រូងមានបេះដូងនៅក្នុងបេះដូងមានចិត្តជាប្រធានមโนពពាំងកមាធាមាកាលណាបើចិត្តក្តៅហើយមិនដែរញាតិញោមដាក់ម៉ាស៊ីនត្រជាក់ទៅត្រជាក់ទេចិត្តក្តៅគេឲ្យនៅវាំងមួយម្នាក់ឯងក៏នៅមិនសុខដែរព្រោះចិត្តវាក្តៅហ៎អញ្ចឹងទឹកក្នុងទីនេះគឺសំដៅយកមโนសុចរិតមโนកម្មអនភិជ្ជាមិនគិតសម្លឹងរំពៃចង់លួចចង់ប្លន់ទ្រព្យសម្បត្តិគេទេដូចចោលអញ្ចឹងណាមិនគិតចង់លួចចង់ប្លន់មិនគិតចង់កេងប្រវាញ់មិនគិតចង់បានទ្រព្យរបស់គេមកធ្វើជាទ្រព្យរបស់ខ្លួនអព្យាបាទៈមិនមានគំនុំព្យាបាទចង់ឲ្យអ្នកដតីវិនិច្ឆ័យចង់ទៅកាប់សម្លាប់គេចង់ទៅធ្វើគេឲ្យរងទុក្ខលំបាកសមាទិដ្ឋិប្រាជ្ញាយល់ឃើញត្រូវទឹកនឹងគឺតំណាងឲ្យទឹកចិត្តមេត្តាករុណាដូចញាតិញោមជ្រួចទឹកអញ្ចឹងណាញាតិញោមទឹកនឹងគឺទឹកមេត្តាហើយហៅថាមេត្តោតកៈបើយើងជ្រួចតែទឹកអស់2 3យួរប៉ុន្តែបើចិត្តយើងនៅតែក្តៅមិនដែរញាតិញោមនៅតែក្តៅនឹងឯងជ្រួចយកមិនអីទេមិនហាមឃាត់ទេប៉ុន្តែកុំភ្លេចអប់រំចិត្តទៅតាមផ្លូវធម៌ផងឲ្យដឹងថាទឹកហ្នឹងគ្រាន់តែធ្វើឲ្យរូបរាងកាយរបស់យើងត្រជាក់ប៉ុណ្ណឹងប៉ុន្តែអ្វីដែលធ្វើឲ្យចិត្តយើងត្រជាក់គឺធម៌មេត្តាករុណាអញ្ចឹងហើយដែលបុរាណថាដើម្បីឲ្យមានសេរីសួស្តីពេលថ្ងៃត្រង់យកទឹកមកលាបស្រឡាបដើមទ្រូងឲ្យបេះដូងវាត្រជាក់ឲ្យចិត្តវាត្រជាក់ណាប៉ុន្តែទឹករបស់យើងនេះมันអាចធ្វើឲ្យចិត្តត្រជាក់បានទេមានតែទឹកគឺមេត្តាករុណាមួយប៉ុណ្ណោះចម្រើនពរហើយពេលយប់សេរីសួស្តីនៅនឹងជើងគឺតំណាងឲ្យសកម្មភាពការប្រព្រឹត្តរបស់យើងចេញទៅប្រព្រឹត្តការងារប្រកបមុខរបរទទួលទានធ្វើអីក៏ដោយប៉ុន្តែកុំធ្វើជាឃាតករសម្លាប់គេញាតិញោមធ្វើអីធ្វើទៅរកស៊ីធ្វើការលក់មុងដោយឥណ្ឌាក៏បានដែរកុំតែធ្វើចោលលួចចោលប្លន់បានដែរអានេះកុំទី1បាណាទេបាតាវេរមណីមិនធ្វើជាឃាតករសម្លាប់គេទី2អតនីទានាវេរមណីកុំធ្វើជាចោលលួចចោលប្លន់គេកាមេសុមិច្ឆាចារាវេរមណីកុំប្រព្រឹត្តខុសក្នុងផ្លូវកាមមានស្វាមីភរិយាហើយត្រូវស្មោះត្រង់នឹងគ្នាកុំផិតក្បត់គ្នាកុំទៅចាប់កូនចាប់ប្រពន្ធគេអាហ្នឹងបានសេរីសួស្តីហើយតែបើទោះបីយើងលាងជើងអស់ទឹកប្រមាណធំក៏ដោយតែបើយើងទៅធ្វើជាឃាតករទៅធ្វើជាចោរទៅចាប់កូនចាប់ប្រពន្ធគេងាប់ឲ្យទឹកនឹងជួយមិនបានទេញាតិញោមឃើញហើយសេរីសួស្តីមានប្រយោជន៍ណាស់ញាតិញោមចាស់ទុំបរមបុរាណយើងបានបន្សល់ទុកនៅធម៌ដ៏មានតម្លៃសម្រាប់ជាគេមរតកសម្រាប់ជាចំណងដៃដល់កូនចៅប្រុសស្រីទាំងអស់គ្នា
ហើយពពុទ្ធសំដែងសុណាខតតាំងសុមៀងកៈលៀងសុពភាតាំងសុហតទេតាំងសុខណោសុមហតតោចៈសុយិតថាំងព្រះមចារិសុប្រសងសូត្រមិញបាច់ផ្កានេះមានន័យថាម៉េចទៅញាតិញោមមានន័យថាពេលណាដែលសត្វទាំងឡាយប្រព្រឹត្តល្អដោយកាយវាចាចិត្តពេលនោះឈ្មោះថាជាអ្នកខត្តរិកល្អជាពេលភ្លឺស្វាងល្អជាពេលនៃអរុណរះល្អជាខណៈល្អជាយាមល្អពេលណាដែលយើងប្រព្រឹត្តល្អនេះល្អដោយកាយហៅថាកាយសុចរិតមានការមិនកាប់សម្លាប់គ្នាជាដើមយើងអត់កាប់សម្លាប់គ្នាអត់ប្រើហិង្សាដាក់គ្នាជាដើមអានឹងហៅថាល្អដោយកាយល្អដោយសម្ដីមានការមិននិយាយភូតភរកុហកបោកប្រាស់គ្នាជាដើមល្អដោយចិត្តមានការមិនគិតព្យាបាទបៀតបៀនគ្នាជាដើមកាលណាដែលយើងប្រព្រឹត្តល្អដូច្នេះហើយយើងនឹងបានសេចក្តីសុខសេចក្តីចម្រើនបានសុភមង្គលសិរីសួស្តីក្នុងជីវិតប្រចាំថ្ងៃការរស់នៅរបស់យើងនឹងឯងហើយទេវតាកាលណាបើយើងប្រព្រឹត្តល្អអញ្ចឹងហើយទេវតានឹងប្រសិទ្ធពរជ័យចម្រុងចម្រើនឲ្យយើងបានសេចក្តីសុខរស់ជួបជុំគ្នារកស៊ីមានបានតិចតិជុំញាតិញោមណាស្ដាប់បានស្ដាប់យល់ទាំងអស់គ្នាទេចម្រើនពរតែបើយើងមិនព្រមជួយខ្លួនឯងទេមិនព្រមប្រព្រឹត្តអំពើល្អនឹងទេទេវតាក៏មិនអាចជួយយើងបានណាចម្រើនពរតើខ្លួនយើងជួយខ្លួនយើងជាមុនសិនទើបទេវតាជួយយើងជាខាងក្រោយដូចព្រះមហាជនុអញ្ចឹងញាតិញោមឃើញទេព្រះមហាជនុលិចសំពៅហែលទឹក7យប់7ថ្ងៃទើបទេវតាមកជួយស្រង់មិនមកជួយស្រង់អាថ្ងៃដំបូងឯណាមកជួយស្រង់អាថ្ងៃទី7តាញាតិញោមហើយបើព្រះជនុមិនប្រឹងហែលទឹកមក7ថ្ងៃទេទេវតាមកថ្ងៃទី7ប៉ិនជាមកស្រង់យកខ្មោចព្រះជនុទៅធ្វើបន់ខួប7ថ្ងៃហ្មងញាតិញោមមែនទេញាតិញោមអញ្ចឹងនៅតែខ្លួនយើងតដែលនឹងឯងខ្លួនទីពឹងខ្លួនចម្រើនពរគឺធ្វើល្អដោយខ្លួនឯងណាចម្រើនពរប្រព្រឹត្តនៅអំពើសុចរិតកាយសុចរិតវចីសុចរិតមโนសុចរិតយើងនឹងបានសេចក្តីសុខសេចក្តីចម្រើនសូមអនុមោទនាអនុមោទនាបុណ្យណាសូមប្រសិទ្ធពរជូនពរជ័យសិរីសួស្តីចំពោះលោកស្រីញោមបាសិកាជាចៅសង្កាត់រងមេភូមិមេប៉ុស្តិ៍នគរបាលរដ្ឋបាលប្រជាពលរដ្ឋនៅក្នុងសង្កាត់ជ័យជំនះនៅក្នុងខណ្ឌដូនពេញប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញប្រជាពលរដ្ឋខ្មែរយើងទាំងអស់ទាំងនៅក្នុងប្រទេសទាំងនៅក្រៅប្រទេសសូមបានប្រកបដោយសេចក្តីសុខសេចក្តីចម្រើនអាយុវណ្ណៈសុខៈពលៈបដិភានៈនៅក្នុងឱកាសនៃពិធីបុណ្យដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីនេះទាំងអស់គ្នាណាចម្រើនពរសូមអនុមោទនាការសម្ដែងព្រះធម៌នៅក្នុងពិធីបុណ្យរាប់បាតព្រះសង្ឃចំនួន72អង្គក្នុងវេលាល្ងាចនេះក៏ល្មមសំតាមពេលវេលានឹងបញ្ចប់អេវ៉ាំងចម្រើន